ស្ដីដល់គ្នានេះយើងមកមើលពីរបៀបបណ្ដូរថ្មនាឡិកាមកនាឡិកានេះមកកាសូនាឡិកាទុយៗនារីមកដំបូងយើងទៅកាត់ដោះខ្សែមកប៉ុន្តែអានេះតាមពិតទៅយើងមិនបាច់ដោះឲ្យបានខ្សែហ្នឹងប៉ុន្តែថាយើងដោះទៅយើងស្រួលដាក់អាសតះខាងក្រោយទៅវិញអញ្ចឹងណាយើងដោះយើងមើលទៅឃើញប្រភេទនាឡិកានេះវាមានកលឹះវាបងប្អូននេះឃើញពួញឡើងលើហ្នឹងគឺកន្លែងដែលដោះបានហើយចឹងយើងដោះកាត់ខ្សែកាត់អីហ្នឹងគឺដោះកន្លែងហ្នឹងចឹងយើងហុញហើយកលឹះគេទាញកលឹះចេញបន្ទាប់មកយើងឆ្កឹះសតះក្រោយតែក្រោយមានតែទល់វិស្ដើងមកឆ្កឹះលងក្លឹបទាំងចឹងរៀងសាកសកត់ថ្មមើលគេនោះវាមិនតន់អស់គេនោះមិនដិតចឹងណាប៉ុន្តែវាសកត់នៅតែមិនតាយើងដូរថ្មជាដូរថ្មយើងមួលដល់ខ្ចៅមិនតិចមកឆ្កឹះមិនតិចថ្មលោតមកផ្លោតមកក្រៅចឹងយើងទិញថ្មនោះថ្មនេះមកកប់វាមានយើងរត់ទិញកន្លែងលក់នាឡិកាលក់អីហ្នឹងណាកន្លែងលក់ថ្មក៏មានដែរបណ្ណាគារហ្នឹងយ៉ាងមកកប់អានេះខ្ញុំទិញមកក្រប10000ពីរៀលកន្លះយើងដាក់ចូលឆ្កែគេដើរបាត់ហើយដើរបាត់ហើយចឹងយើងមូលខ្ចៅទៅវិញរឹតវាកំតាំងពីរិនមកល្មមមកនេះខ្ចៅហ្នឹងហើយសេរីមកឲ្យត្រូវមកតមកទៀតយើងសេរីថ្ងៃខែមកថ្ងៃខែថ្ងៃ11ខែ1តមកមុនដាក់សតះចូលវិញយើងជូតវាឲ្យស្អាតមកដោះខាប់ហ្នឹងទៅគេណាឃើញភ្លឺចៃញញបានមកតមកសតះក្រោយយើងដោះយើងជូតដែរមកវាមានរងវាធ្វើវាមកជុំហ្នឹងអាហ្នឹងយើងឆ្កឹះវាចេញទៅមកជូតស្ទះក្រោយនេះហើយយើងជូតរងហ្នឹងឲ្យដាក់ចូលទៅវិញយ៉ាងដល់ហើយយើងមើលអាស្ទះក្រោយហ្នឹងវាមានកលៈមួយហ្នឹងយើងតែដាក់វាឲ្យទៅជាមួយកន្លែងសេរីម៉ោងហ្នឹងតែអញ្ចឹងទេដាក់ចូលហើយយើងយកគុំក្រឹបមកដាក់ខ្សែចូលទៅវិញទៅជាការស្រាត់បាទយ៉ាងខ្សែយើងយកកលឹះវិញមិញហ្នឹងដាក់ចូលមកហើយកលឹះក៏មានកពកមូលតូចមួយហ្នឹងដើម្បីថ្ពោះយ៉ាងហ្នឹងយើងរុញដៃអត់ចូលទេតតែសកត់បើកម្លាំងខ្លាំងតិចចូលលន់ក្លឹបនេះជាប់ហើយយើងកុំឲ្យវានៅលៀនដោះសមាទៅតិចទៅចោតបាត់រួចរាល់ការតូតថ្មតែប៉ុណ្្នឹងឯងបាទអរគុណ